បាទស្រីស្ដួលសួស្ដីអ្នកទាំងអស់គ្នាអ្នកដែលគាំទ្ររឿង How to Train Your Dragon ទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ពិភពថ្មីរបស់ Haycop និង Toothless ហើយរឿងទាំងនេះគឺជាភាគចុងក្រោយនៃដំណើររឿងផ្សងព្រេងរបស់តួឯកទាំងពីររបស់យើងក៏ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេក្រោយពីការដឹកនាំរបស់ Haycop និង Toothless ក៏មាននាគញីពណ៌សដ៏ស្រស់ស្អាតម្នាក់ទៀតបានធ្វើឲ្យ Toothless មានអារម្មណ៍ថាត្រូវការស្នេហាក៏ប៉ុន្តែការស្គាល់គ្នារវាងនាគខ្មៅសទាំងពីរនេះគឺគេទាំងពីរនាក់នឹងត្រូវជួបគ្រោះថ្នាក់ដល់ជីវិតផងដែរអ្នកទាំងអស់គ្នាចង់ដឹងទេថា Haycop និង Toothless អាចដឹកនាំមនុស្សនិងនាគទាំងអស់របស់គេមានសុវត្ថិភាពបានដែរឬទេហើយជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាហើយរឿងនេះមិនត្រឹមតែជាភាគបញ្ចប់នោះទេតែវាក៏ជាការចាប់ផ្ដើមនៃដំណាក់កាលថ្មីដ៏សំខាន់ផងដែរក៏កុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងចាប់ផ្ដើមទាំងអស់គ្នាហ្មងទៅអញ្ចឹងបន្ទាប់ពីភាគមុនមកយើងឃើញថា Haycop បានក្លាយជាមេភូមិហើយ Toothless បានក្លាយទៅជាមេធំដឹកនាំនាគទាំងអស់ហើយក៏តែជួយនាគភ្លើងដតីទៀតដែលជាប់ដោយសារតែមានអ្នកបំពេញអីចឹងណាហើយគេតែងតែជួយដល់លេងនាគទាំងនោះដើម្បីមកស្នាក់នៅភូមិបឺកព្រោះឲ្យភូមិបឺកមាននាគច្រើនរស់នៅជាមួយនឹង Toothless ចឹងទៅអាចមានសុវត្ថិភាពនិងសន្តិភាពជាមួយមនុស្សបន្ទាប់ពីពួកគេបានជួយនាគទាំងអស់នោះមកដល់ភូមិបឺកហើយដោយសារតែភូមិបឺកនេះតូចហើយនាគមានចំនួនកាន់តែច្រើនធ្វើឲ្យភូមិនេះនឹងអាចជួបបញ្ហាធំមួយដោយសារតែមានមនុស្សចិត្តអាក្រក់មួយក្រុមមានគំនិតមិនល្អក្នុងកំចាត់នាគភ្លើងចោលទាំងអស់ជាពិសេសនោះគឺពពួកនាគភ្លើងដូចជា Toothless អញ្ចឹងពីព្រោះថានាគភ្លើងប្រភេទនេះវាខ្លាំងហើយឆ្លាតទៀតផងគ្មាននរណាអាចគ្រប់គ្រងវាបានទេក៏ប៉ុន្តែមនុស្សចិត្តអាក្រក់ទាំងអស់នោះយល់ខុសហើយពីព្រោះថានាគភ្លើងដូចពពួក Toothless ហ្នឹងគឺមានគំនិតឆ្លាតវៀងវៃដូចមនុស្សអញ្ចឹងហើយវាតែងតែស្ដាប់បង្គាប់មនុស្សនិងមិត្តភក្តិជិតស្និទ្ធរបស់វាផងដែរដូចជា Haycop និង Toothless អញ្ចឹងតែមកដល់មនុស្សមួយក្រុមដែលចិត្តអាក្រក់ទាំងអស់នេះគេបានចាប់នាគសមួយដោយ Toothless ចឹងដែរហើយពួកគេមានគំនិតចង់ប្រើនាគសនេះដើម្បីធ្វើជានុយក្នុងការតាក់ទាញ Toothless ហើយពួកគេបានយកនាគពណ៌សនោះទៅដាក់ក្នុងព្រៃដែលនៅក្បែរភូមិបឺកដើម្បីបញ្ឆោតឲ្យ Toothless ទៅចិត្តនាគសនោះហើយគេបានដាក់អន្ទាក់ដូចជាអង្គុបអញ្ចឹងដើម្បីចាប់ Toothless នៅពេលដែល Toothless បានទៅជួបនាគពណ៌សនោះបានមកដល់ Toothless វិញក្រោយពីបានឮសូរសំឡេងនាគពណ៌សញីនោះហើយធ្វើឲ្យ Toothless បានរត់ទៅតាមសំឡេងនាគពណ៌សនោះរួចហើយគេក៏បានឃើញនាគពណ៌សកំពុងតែដេករួចហើយគេក៏បានដើរចូលទៅចិត្តនិងហិតក្លិនហើយនាគពណ៌សក៏បានបញ្ជាថាកុំមកអីពីព្រោះកន្លែងនេះមានអន្ទាក់ហើយ Toothless ក៏បានដឹងពីអារម្មណ៍របស់នាគពណ៌សនោះហើយគេក៏បានដើរវៀងរួចហើយគេបានជួបគ្នាបន្ទាប់មកទៀត Toothless យើងក៏បានចាប់ចិត្តប៉ែតតីទៅលើនាគពណ៌សនោះអីអញ្ចឹងណាក្រោយពីពួកគេទាំងពីរនាក់បានជួបគ្នាហើយនាគពណ៌សនោះបានផ្អើលដោយសារតែឃើញ Haycop និងគូតដឹងរបស់ Haycop នឹងអឺតមើលរួចហើយគេក៏បានបាញ់ធម្មពលដោយ Toothless អញ្ចឹងគឺបាញ់ដល់ផាំងបានបាត់ដើមឈើធ្វើឲ្យ Haycop និង Astrid គេចមិនចង់ផុតបាសក់ទាំងអស់គ្នាហើយមកទៀតនាគពណ៌សនោះក៏បានហើរទៅបាត់ទៅដោយសារតែភ័យខ្លាចនឹង Haycop ព្រមទាំង Astrid ពីព្រោះនាងមិនទាន់ស្វាមជាមួយនឹងមនុស្សនៅឡើយទេហើយ Toothless ក៏បានហោះទៅលើដើមឈើដើម្បីស្វែងរកនាងបន្តទៀតក៏ប៉ុន្តែនាគពណ៌សនោះបានបាញ់ធម្មពលរួចហើយបំបាំងកាយបាត់ទៅទោះថ្ងៃឡើង Haycop និងមិត្តភ័ក្តិរបស់គេបានទៅមើលកន្លែងនោះម្ដងទៀតក៏ឃើញអាវុធពិសេសនិងអន្ទាក់សម្រាប់ចាប់នាគពួកគេក៏សង្ស័យថាមានរឿងមិនល្អកើតឡើងសម្រាប់ភូមិបើគេហើយរួចហើយគេបានយកអាវុធមួយនោះមកសួរពូរបស់គេមិនបានស្គាល់ពីអាវុធនោះទេក៏ប៉ុន្តែ Eric ដែលជាមិត្តភ័ក្តិរបស់ Haycop បាននិយាយពី Grammer ពីព្រោះ Grammer នោះគឺជាអ្នកដែលចាត់នាគភ្លើងដល់ពូកែម្នាក់ហើយគាត់តែងតែចង់កំចាត់និងបំផ្លាញពួកនាគដោយ Toothless អញ្ចឹងមកឲ្យសល់ពិភពផែនដីលុះដល់ពេលយប់ឡើង Haycop ក៏បានទាញសៀវភៅនោះមើលពីពិភពថ្មីដើម្បីគេចផុតពីគ្រោះថ្នាក់មួយនេះស្រាប់តែ Grammer ហ្នឹងបានមកដល់កន្លែងដែលគេកំពុងមើលសៀវភៅហើយអាតា Gamer ហ្នឹងបានបាញ់ស្នាមត្រូវ Toothless ហើយ Toothless កំពុងតែដេកហើយ Toothless ហ្នឹងមិនមែនបិទកត់ទេគឺជា Toothless ខ្លាយហើយពីព្រោះមិត្តភ័ក្តិគាត់ជាអ្នកពាក់ក្បាលហើយដាក់កតុយអញ្ចឹងណាបន្តមកទៀតអាតា Gamer ហ្នឹងក៏និយាយពីឋានៈរបស់ខ្លួនហើយនឹងសមត្ថភាពអីចឹងណាហើយមើលមុខអ្នកទាំងអស់គ្នាមើលមុខលឿយហ្មងអាតាហ្នឹងមើលសិតនិយាយញាក់ចោមញាក់អីណាឌឺហ្មងបើខ្ញុំជា Haycop វិញខ្ញុំមិននៅយូរខ្ញុំចាប់បាត់នឹងងាប់បាត់ហើយខ្ជិលចរចាច្រើនណាតើយើងទៅទៀតប្រ
ប់ពីគាត់បាននិយាយចរចាគ្នារួចហើយតា Kramer ក៏បានមកនិយាយទៅនេះដាក់សង្វៀតវាយគ្នាហ្មងញ៉ៃញ៉ៃច្រើននិយាយលេងអ្នកទាំងអស់គ្នាគឺ Kramer បានហៅនាងរបស់គាត់ហ្នឹងមកអួតភ្លើងអញ្ចឹងទៅក៏អួតពឹសហ្នឹងក៏អួតទៅចេញភ្លើងមកទៅហៅមែនតើសុំឲ្យដៃគាត់លួយដែរអួតចេញភ្លើងពេញណាធ្វើឲ្យភូមិរបស់ Hiccup ហ្នឹងបានរងការប៉ះពាល់យ៉ាងខ្លាំងពីព្រោះថាមាននាងហ្នឹងមកវាយប្រហារនៅភូមិរបស់គាត់ក្រោយពីទៀត Hiccup ក៏បានកោះហៅអ្នកភូមិទាំងអស់ឲ្យមកប្រជុំដើម្បីផ្លាស់ប្ដូរមតិយោបល់ក្នុងការផ្លាស់ប្ដូរតំបន់រស់នៅរបស់គេគឺទៅតំបន់ផ្សេងមួយទៀតដែលគេបានគូនៅក្នុងផែនទីហើយដឹងពីសៀវភៅផងដែរតមកការចម្របសម្រួលនិងការយល់ព្រមពីប្រជាជនរបស់ភូមិបើកទាំងអស់គ្នានោះមកពួកគេក៏សម្រេចចាប់ផ្ដើមផ្លាស់ប្ដូរទីកន្លែងដែលគេរស់នៅនឹងនៅថ្ងៃស្អែកលុះស្អែកឡើង Hiccup និង Tusley ព្រមទាំងមនុស្សនិងអ្នកទាំងអស់បានធ្វើដំណើរទៅកាន់តំបន់ដែលគេចង់ទៅពេលធ្វើដំណើរនោះអាជាមួយនោះវាបានតែកនៅលើសំពើដែលអ្នកកំពុងតែដឹកហ្នឹងតែសុំម៉ែរួចហើយវាក៏បានឃើញនាគលើកមួយកំពុងសម្លឹងវាហើយវាភ័យខ្លាចនាគនោះស៊ីវាក៏បានឡើងទៅលើទូកវិញបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរមកពួកគេក៏បានទៅដល់តំបន់ដែលគេបានបងទូកគេក៏បានចុះទៅរៀបចំធ្វើផ្ទះធ្វើអីរស់នៅអញ្ចឹងទៅឬក៏បង្កើតជាភូមិអីចឹងណាក្រោយមកទៀតម្ដាយរបស់ Hiccup ក៏បានទៅស៊ើបការព្រោះគាត់ចង់ដឹងថាតើ Kramer នឹងមានប្រភពនៅឯណានៅកន្លែងណាអញ្ចឹងទៅតមកទៀតក៏បានហោះទៅជួបនឹងតំបន់ដែល Kramer ក៏រស់នៅក៏ប៉ុន្តែនាគរបស់ Kramer នឹងបានវាយប្រហារទៅនាគរបស់ម្ដាយ Hiccup ក៏ប៉ុន្តែมันមានគ្រោះថ្នាក់អ្វីនោះទេហើយគេក៏បានត្រឡប់មកភូមិវិញរីឯតា Kramer ចោមសមករួចនេះវិញគាត់ក៏បានមកដល់ភូមិបើកក៏ប៉ុន្តែគ្មានអ្នកនៅទេព្រោះថាអ្នកភូមិបើកទាំងអស់គឺបានធ្វើដំណើរទៅជាមួយ Hiccup បាត់ហើយគាត់ក៏បានអង្គុយអាំងសាច់ម្ដុំហ្នឹងទៅហើយក៏និយាយការធ្វើដំណើររបស់ Hiccup កាន់ពួកមនុស្សចិត្តអាក្រក់ទាំងប្រមាណអ្នកទៀតហើយគេក៏បានទស្សន៍ទាយថា Hiccup ប្រកាសជាទៅខាងនេះទៅខាងនោះអញ្ចឹងទៅជើងឯទៅត្បូងអញ្ចឹងណាហើយគ្មាននរណាគេយល់ស្របទេពីព្រោះថាសមុទ្រគឺវាធំល្វឹងល្វើយខ្លាំងពេកមិនដឹងថាគួរទៅតាមប្រឡោះណាទេពួកគេក៏បានដើរចេញរៀងៗខ្លួនទៅហើយតា Kramer នឹងមុខស្រួយហ្នឹងក៏និយាយទៅពុកឌឺហ្មងកាលមកដល់ Tusley វិញហើយនឹង Hiccup បានដេកជាមួយគ្នាហើយនាគញីពណ៌សនោះក៏បានមកតាម Tusley ទៀតបានមកដល់កន្លែងថ្មីរបស់ Tusley ដែលទើបមកដល់ទៅមកទៀត Tusley ក៏បានដើរទៅតាមនាងរហូតរួចហើយក៏ទៅដល់បឹងមួយហើយ Tusley ក៏បានចាប់ផ្ដើមចេញក្បាច់ញ៉ែស្ទាយប្លែកៗអីចឹងណាហើយ Tusley គឺជាសត្វមួយប្រភេទដែរវាដូចជាចេះលេងសើចច្រើនក៏ប៉ុន្តែវាអត់ដឹងថាវិធីញ៉ែវាយ៉ាងម៉េចក៏ដូចអ្នកកំពុងមើលចេះញ៉ែច្រើនណាអូខេនិយាយលេងទេក្រោយមកទៀត Tusley ក៏បានចេញក្បាច់ញ៉ែបែបក្មេងៗលេងសើចអីចឹងទៅពីព្រោះអីHiccup ជាអ្នកផ្ដល់ប្រយ៉ងបោះប្រយ៉ងឲ្យហ្នឹងកាយវិការអីចឹងទៅហើយ Tusley ក៏ចេះធ្វើចុះធ្វើឡើងនាយញីនោះអត់សប្បាយចិត្តទេព្រោះវាមិនមែនជាកាយវិការដែលនាយញីនោះវាត្រូវការអញ្ចឹងណាក្រោយមកទៀតនាយញីនោះក៏បានហោះទៅដើមឈើរួចហើយវាក៏បានដេកហើយខឹងទៅកាន់ Tusley ហើយ Tusley ក៏បានឡើងទៅដល់រនដើមឈើនោះធ្លាក់មកដីវិញហើយ Tusley ក៏ខឹងទៅនឹង Hiccup ដែរព្រោះมันអាចដល់វិធីសាស្ត្រក្នុងការញ៉ែនាគពណ៌សអញ្ចឹងទៅហើយនាគពណ៌សនោះក៏មិនរវីរវល់ជាមួយ Tusley ដែរ Tusley ឃើញដាក់មែកឈើដែលបាក់នោះវាក៏បានយកមែកឈើនោះមកគូររូបចេញមុខដូចនាយញីហ្នឹងហើយគេក៏បានចាប់ផ្ដើមណាហាគ្នាចាប់ពីពេលនោះមករួចហើយនាយញីនោះក៏បានហៅ Tusley យើងឲ្យទៅតាមនាងដែរពីព្រោះថានាងមិនចង់រស់នៅកន្លែងហ្នឹងទេក៏ប៉ុន្តែ Tusley របស់យើងមានស្លាប់កន្ទុយតែមួយចំហៀងមិនអាចហោះបានឡើយក្រោយពី Hiccup ឃើញការខកចិត្តរបស់ Tusley រួចមកគេក៏សម្រេចថាធ្វើស្លាប់កន្ទុយដ៏ល្អឥតខ្ចោះមួយទៀតតែមានប្រេនល្អជាងមុនគឺសម្រាប់ឲ្យ Tusley អាចបញ្ជាដល់ខ្លួនឯងបានហើយ Tusley រីករាយជាមួយនឹងកន្ទុយថ្មីរបស់គេខ្លាំងណាស់ហើយគេក៏បានហោះទៅជួបនាគពណ៌សនោះទៅហើយកន្លែងនេះដែរគឺ Tusley យើងអត់ដាច់ចិត្តទេព្រោះនឹកឃើញដល់មិត្តភាពរបស់ Hiccup នឹងខ្លួនឯងហ្នឹងហើយក៏មើលទៅកាន់ Hiccup ក៏ប៉ុន្តែ Hiccup និយាយថាអត់អីទេឯងទៅចុះទៅជួបមិត្តភក្តិរបស់ឯងចុះមិត្តស្រីរបស់ឯងចុះណាអីទេហើយសម្រាប់កន្លែងចុចឆាកមួយណាគឺធ្វើឲ្យគូចិត្តមែនទែនអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាគិតថាភាពមួយសន្លឹកនេះមានអារម្មណ៍យ៉ាងណាកុំភ្លេច comment នៅក្នុងវីដេអូផងកាលមកដល់ម្ដាយ Hiccup គាត់បានត្រឡប់មកពីស៊ើបការវិញគាត់ក៏បានប្រាប់រឿងនេះទៅកាន់ Hiccup ហើយ Hiccup ក៏បាននាំគ្នារបស់ពួកគេទាំងអស់នោះមិត្តភក្តិរបស់ពួកគេទៅវិញម្ដងហើយពួកគេទាំងអស់គ្នាក៏បានទៅដល់និយាយជាមួយនឹង Kramer ពីការវាយប្រហារគ្នាថ្ងៃមុនហើយនឹងដើម្បីស្វែងរកសន្តិភាពទាំងអស់គ្នាក្រោយពីការចរចាគ្នាមិនបានសម្រេចដាក់សង្វៀនអត់បានជោគជ័យក្រោយមកពួកគេក៏បានត្រូវ Kramer ហ្នឹងបានឲ្យនាគរបស់គេព្រោះឯពឹសចឹងណាចេះឲ្យប៉ាណាប៉ាអីចឹងទៅរួចហើយពួកគេក៏បានក៏ហៅនាគរបស់ខ្លួននោះឲ្យជួយសង្គ្រោះពួកគេដើម្បីត្រឡប់មកកាន់ភូមិវិញក៏ប៉ុន្តែមិត្តភក្តិរបស់ Hiccup ម្នាក់ទៀតមិនបានមកជាមួយនោះទេពីព្រោះនាងឡើងនាគមិនទាន់ហើយក៏បាន Kramer នឹងចាប់ដាក់គុកទៅហើយកន្លែងនេះដែរគឺជាបញ្ហាធំរបស់ Hiccup មែនទែនហើយពូរបស់ Hiccup នឹងបានស្ដីបន្ទោសឲ្យពួកគេមែនទែនថាពួកការងារមិនចេះសហការគ្នាបានល្អទេធ្វើឲ្យមានបញ្ហារហូត
តហើយកប់យើងក៏បានកើតពុកសុកចិត្តហ្នឹងមួម៉ៅអញ្ចឹងទៅហើយគេក៏បានទៅកន្លែងស្ងាត់អញ្ចឹងទៅរួចហើយក៏អាស្ទិកយើងក៏បាននាំហើយកប់របស់យើងដើម្បីស្វែងរកទូស្លីតាមទៅពួកគេក៏បានជិះនេះរបស់អាស្ទ្រីករករហូតទៅដល់កន្លែងទីតាំងមួយនៅក្រោមភពផែនដីយើងតែនៅកណ្ដាលសមុទ្រទេរហូតបានទៅជួបដល់កន្លែងទូស្លីហើយនឹងសាររបស់គេជាអ្នកពណ៌សនោះបាននៅជាមួយគ្នាសម្រាប់គោលដៅរបស់ហើយកប់និងអាស្ទ្រីកគឺដើម្បីទៅជួបទូស្លីហើយឲ្យពឹងទូស្លីនឹងក្នុងការដោះស្រាយបញ្ហាមួយនេះពីព្រោះថាមានតែទូស្លីទេដែលអាចឆ្លើយបញ្ហាមួយនេះជាមួយនឹងហើយកប់បានក្រោយពីហើយកប់បានទៅដល់កន្លែងដែលទូស្លីនៅហើយគេក៏បានឃើញទូស្លីយើងនឹងខ្លះទៅជាស្ដេចតមកទៀតកប់យើងក៏បានមានចិត្តស្រឡាញ់អាណិតអីចឹងណាមិនគួរណាមករំខានក្តីសុខរបស់គេទេពីព្រោះហើយកប់និងទូស្លីគឺជាមិត្តភក្តិនឹងគ្នាហើយណាមួយហើយកប់គាត់មានមនោសញ្ចេតនាខ្ពស់យ៉ាងទៅក៏បានសម្រេចចិត្តថាចង់ត្រឡប់ទៅវិញយ៉ាងទៅក៏ប៉ុន្តែក្រោយពីគាត់ចង់ត្រឡប់ទៅវិញក៏ស្រាប់តែជួបនឹង Dragon មួយទៀតភ្លើងមួយទៀតមកពីក្រោយយ៉ាងទៅក៏បានស្រែកកំហុសពេញនឹងយ៉ាងទៅធ្វើឲ្យទូស្លីយើងដឹងថាអូគាត់ជាមានបញ្ហាអញ្ចឹងគេក៏បានកលេចឃើញថាអូហើយកប់តាហើយកប់គឺជាមិត្តភក្តិរបស់ខ្ញុំតមកទៀតទូស្លីយើងក៏បានហោះមកជួយហើយកប់ត្រឡប់មកតំបន់កន្លែងដើមវិញតែកប់បានតបខ្សោយខូចចិត្តអញ្ចឹងទៅពីព្រោះថាមិនគួរណាបំបែកបាក់ក្តីសុខរបស់គេកំពុងរៀបការផងហ្នឹងទៀតទូស្លីយើងសែតពងសែតទៅរៀបឆ្ងាយពីប្រពន្ធអញ្ចឹងខ្លាចជាប្រពន្ធប្តីហើយជាមួយនឹងនាគពណ៌សក៏ប៉ុន្តែនាគពណ៌សនោះក៏បានតាមទូស្លីយើងទៀតគេក៏បានជួបគ្នានៅកន្លែងវាលស្មៅនឹងមួយទៅរីករាយមិនខ្លាំងមែនតើដល់ពេលនោះដែរមិត្តភក្តិរបស់ហើយកប់ក៏ដែលជាប់នៅក្នុងគុករបស់ Kramer នោះក៏បានមកដល់ហើយធ្វើឲ្យហើយកប់បារម្ភថា Kramer នោះប្រកាសជាមកតាមប៉ុន្តែមិត្តភក្តិរបស់ហើយកប់តែនិយាយលេបឡប់គ្មានដឹងអីទេមួយនឹងញ៉ៃពេញនឹងមានចេះស្អីក្រៅពីបកទៅរឿងទេហើយកប់យើងបញ្យល់ប្រាប់នឹងថាប្រកាសជា Kramer នោះមកតាមតន់ហើយមកតាមផ្លូវដែលមិត្តភក្តិរបស់ហើយកប់នឹងមកហើយបន្តមកទៀតនាគសក៏មានអារម្មណ៍ថាប្រកាសជាមានអ្នកណាមកចង់សម្លាប់នាងអញ្ចឹងក៏ហោះទៅហើយក៏ត្រូវបានអាតា Kramer ក៏បានបាញ់ថ្នាំស្លាប់អញ្ចឹងទៅធ្វើឲ្យនាគសស្លាប់ហើយទូស្លីយើងក៏បានដើម្បីជួយប្រពន្ធអញ្ចឹងណាហើយហើយកប់យើងក៏បានស្រែកហៅទូស្លីថាឲ្យមកវិញអញ្ចឹងទៅការពារកុំឲ្យមានគ្រោះថ្នាក់rồiមកទៀតតា Kramer មុខស្រួចមួយចលើមែនទេអាតាហ្នឹងបានបាញ់តាមស្លាប់ហ្នឹងទៅកាន់ទូស្លីហើយទូស្លីក៏ស្លាប់ហើយចាប់បានពីអ្នកប្តីប្រពន្ធនាគសខ្មៅអញ្ចឹងទៅក៏យកទៅដើម្បីសម្លាប់ចោលទាំងអស់មកហើយហើយកប់យើងក៏បានដេញតាមហើយមានអារម្មណ៍ថោកស្ដាយមែនទែនមិនឲ្យទូស្លីមករងគ្រោះថ្នាក់ជាមួយគេទេហើយអាតា Kramer មុខស្រួចហ្នឹងដូចជាយ៉ាប់ដល់អ្នកទាំងអស់គ្នាវាមិនត្រឹមតែអាប់ទេវាបង្ខំឲ្យទូស្លីយើងហ្នឹងហៅអ្នកទាំងអស់នៅក្នុងតំបន់ហ្នឹងទាំងអស់ហ្នឹងឲ្យទៅជិះទូកហ្នឹងដើម្បីចូលទ្រុងទាំងអស់ដល់មកទៀតទូស្លីក៏បានប្រាប់អ្នកទាំងអស់នៅក្រោមការគ្រប់គ្រងរបស់វាឲ្យចូលទៅក្នុងទ្រុងលើទូកហ្នឹងទាំងអស់គ្នាទៅក្រោយពីហើយកប់បានឃើញស្ថានភាពបែបនេះហើយគេក៏ចាប់ខ្លាំងតែរួចហើយគេក៏គិតពីមធ្យោបាយដោះស្រាយបញ្ហាទាំងអស់នោះក្រោយពីបានគិតមកស្ទុះក្រោយមកកប់យើងក៏បានគិតពីវិធីសាស្ត្រមួយចឹងទៅក្នុងមិត្តភ័ក្តិរបស់គាត់បើកស្លាបដែលបានផលិតខ្លួនឯងតាមស្លីបីជួយសង្គ្រោះទូស្លីចឹងទៅហើយការសម្រេចចិត្តរបស់គាត់ក៏បានជោគជ័យហោះទៅកាន់យុទ្ធរបស់មីលហើយមីលដូចបែបនេះក៏បានស្លន់ស្លោមែនតើរបស់យើងឆ្លាតមែនតើអ្នកទាំងអស់គ្នាគឺវាបានឃើញហើយខំមកវាក៏បានស្រ័យទៅកាន់នាគក្រមអាវ៉ាតវាទាំងអស់នោះឲ្យលោកនោះមកបីទៅហៅគ្នាគាត់នៅលើកោះនោះដើម្បីមកជួយតារាគុំរឿងហ្នឹងអញ្ចឹងណាមកទៀតខាប់ក៏បានទៅដល់កន្លែងដែរមានយកទូស្លីទៅហើយគេក៏បានទៅចាប់មីលឲ្យធ្លាក់ក៏ប៉ុន្តែមីលឡើងវិញប្រុងនឹងបាញ់ទូស្លីទៅហើយតែទូស្លីបានធម្មពលរបស់គេគឺចំកន្លែងដែរមីលនឹងនៅក៏ខ្ទាតណាពេញនៃអញ្ចឹងទៅបាក់នេះបាក់នោះធ្វើឲ្យយានរបស់មីលនឹងចុះហោះឡើងប៉ាតណាប៉ាតណីអញ្ចឹងទៅធ្វើឲ្យទូស្លីយើងធ្លាក់ចូលក្នុងទឹកហើយគ្រីមីលក៏បានហោះនាគពណ៌សហោះទៅបាត់ទៅហើយកាប់បានជួយសង្គ្រោះទូស្លីហោះដេញតាមនាគពណ៌សដើម្បីជួយឲ្យទូស្លីយើងបានជួបគ្នាជាមួយនាគពណ៌សប៉ុន្តែនាគពណ៌សត្រូវបានគ្រីមីលនឹងតាគ្រីមីលមុខលេខពឹមមុខស្រួយឆ្នាំស្អីគេបោះស្វាយហ្នឹងជួយស្ដាប់តាមការគ្រប់គ្រងរបស់គាត់អញ្ចឹងទៅបន្តមកទៀតទូស្លីយើងក៏បានហោះដេញតាមនាគពណ៌សហ្នឹងរហូតនាគរបស់តាគ្រីមីល4ក្បាលទៀតហោះមកដេញចាប់ខាប់យើងហើយនឹងទូស្លីទៀតទូស្លីយើងក៏បានប្រើធម្មពលចុងក្រោយរបស់គេគឺប្រើផ្ទះផងអីផងទៅឆក់ប៉ាតណាប៉ាតណីអញ្ចឹងទៅឆក់ឲ្យផ្ទុកយ៉ាងអញ្ចឹងទៅធ្វើឲ្យនាគរបស់គ្រីមីលងាប់បាត់គេមិនបាំងកាយបាត់ទៅបន្តមកទៀតខាប់នឹងទូស្លីក៏បានហោះទៅជួយនាគពណ៌សនោះប៉ុន្តែទូស្លីអត់ផុតពីព្រួយហ្នឹងទេគឺចំក៏បានស្លាប់ទៅហើយកាប់យើងក៏បានធាក់អាតាគ្រីមីលធ្លាក់ពីលើពណ៌សហ្នឹងហើយនាគពណ៌សក៏ត្រូវឲ្យកាប់យើងជួយឲ្យទៅសង្គ្រោះទូស្លីគេសុខចិត្តលះបង់ជីវិតដើម្បីឲ្យនាគពណ៌សជួបជុំជាមួយទូស្លីវិញប៉ុន្តែក្រោយពីនាគពណ៌សហ្នឹងបានជួយទូស្លីហើយវាក៏បានហោះមកជួយកាប់វិញហើយកាប់ក៏បានដោះអាជើងដែករបស់វាដែកតមកកណ្ដាលហ្នឹងដោះចេញទៅធ្វើឲ្យអាតាគ្រីមីលមានន័យតោមក៏ធ្លាក់ចូលក្នុងទឹកស្លាប់បាត់ទៅក្រោយពីបានឈ្នះសង្គ្រាមរួចហើយទូស្លីនិងហើយកាប់ក៏បាននៅជាមួយគ្នាប៉ុន្តែទូស្លីយើងក៏បានកលេចទៅមើលតំបន់ដែលគេចង់ទៅជាមួយប្រពន្ធគេចឹងណាពេលនោះពីខាប់ក៏បានទៅសន្ទនាជាមួយទូស្លីថា
គុណច្រើនសម្លាញ់ហើយបានជួយខ្ញុំគ្រប់បែបយ៉ាងថ្ងៃនេះពិបាកចិត្តមែនទែនក្នុងការលះបង់សេរីភាពក៏ជាទូនាទីរបស់ខ្ញុំដែរដើម្បីឲ្យពួកឯងមានសុវត្ថិភាពទាំងអស់គ្នាយើងនៅតែជាមិត្តភ័ក្តិនិងរាប់អានគ្នារហូតណាសម្លាញ់ជាចុងក្រោយខាប់ក៏បានដោះលែងនាគទាំងអស់នោះឲ្យទៅតាមទូស្លីដើម្បីធានាសុវត្ថិភាពនាគទាំងអស់នោះក្រោយមកហើយខាប់យើងបានកសាងភូមិចម្រើនធំទៅរហូតមកក៏កាត់មកដល់កន្លែងហើយខាប់បានរៀបការជាមួយអាស្ទ្រីតពិតប្រាកដហើយសេចក្តីបំណងរបស់ពូវាអញ្ចឹងពូរបស់គាត់អញ្ចឹងក្រោយមកទៀតពួកគេក៏មានកូន2នាក់ហើយកូនគេទាំងពីរនោះជួបមែនទែនមួយស្រីមួយប្រុសមួយហើយខាប់ក៏បាននាំគ្រួសាររបស់គេជិះទូកទៅកាន់តំបន់ដែលគេបានទៅនោះក៏ប៉ុន្តែពេលទៅដល់ភ្លាមគេបានឃើញទូស្លីហើយនឹងប្រពន្ធកូនរបស់គេហ្នឹងនៅលើថ្មហើយគេមានអារម្មណ៍ផិតភ័យមែនទែនពីព្រោះថាខាងជួបគ្នាយូរហើយក៏ប៉ុន្តែទូស្លីរបស់យើងបានលោតមកក្នុងគោលបំណងដើម្បីការពារក៏ប៉ុន្តែពេលដែលទូស្លីយើងបានទៅចិត្តហើយកាប់ក៏ដឹងថានេះគឺជាមិត្តភក្តិសម្លាញ់របស់គេតាំងពីយូរមកហើយគេក៏បានស្គាល់គ្នារាប់អានគ្នាលិតគ្នាពេញហ្នឹងយ៉ាងទៅហើយចុងក្រោយពួកគេក៏បានជិះនាគម្នាក់មួយយ៉ាងទៅហើយដាក់កូនដាក់អីជីហោះប៉ាណាប៉ាណីយ៉ាងទៅហើយក៏សប្បាយមែនតើហើយខាប់មានកូន2ហើយទូស្លីមានកូន3ហើយកូន3តែរបស់គេនោះគឺពណ៌លយខ្ជូតមែនតើហើយបើអ្នកទាំងអស់គ្នាស្រឡាញ់មួយណាកុំភ្លេចខមមិននៅក្នុងវីដេអូផងហើយគេក៏បានសាងមិត្តភាពតាំងពីពេលនោះមកហើយក៏គេបានលាក់អាចកំបាំងនៃតំបន់ពិសេសរបស់ទូស្លីដែរហើយរឿងនេះគឺជាការបិទបញ្ចប់ដល់ផ្អែមល្ហែមផងល្វីងផងហើយរឿងនេះដែរគឺចង់បង្ហាញឲ្យយើងទាំងអស់គ្នាឃើញថាក្តីស្រឡាញ់ពិតប្រាកដគឺមិនមែនគ្រាន់តែជាការខាប់ឬគ្រប់គ្រងអីនោះទេគឺត្រូវមានការលះបង់ដើម្បីសេរីភាពរបស់នរណាម្នាក់អីចឹងទៅទោះជាយ៉ាងណាក៏ដោយទូស្លីនិងហើយកាប់ត្រូវបែកគ្នាមែនក៏ប៉ុន្តែចំណងមិត្តភាពនៅតែទិតទេទោះបីជាគេខាងជួបគ្នាយូរក៏ដោយក៏នៅតែដឹងពីមនោសញ្ចេតនានិងមិត្តភាពរបស់គេកាលពីមុនដែរតែអ្នកទាំងអស់គ្នាគិតថាការសម្រេចចិត្តរបស់ហើយកាប់ត្រឹមត្រូវដែរឬទេសូមជួយ comment ប្រាប់ខ្ញុំផងនៅខាងក្រោមប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរាល់ការសម្ដែងរបស់ខ្ញុំសូមកុំភ្លេច like វីដេអូនេះផងហើយ share ទៅកាន់មិត្តភ័ក្តិរបស់អ្នកផងចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីកុំឲ្យខកខានការសម្រាយរឿងល្អៗនៅក្នុងវីដេអូបន្តបន្ទាប់តើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំសម្រាយរឿងអីទៀតកុំភ្លេច comment ប្រាប់ខ្ញុំផងបាទជួបគ្នានៅវីដេអូក្រោយឡើយសន្យា